រៀបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទឈ្មោះសុនសុផលថ្ងៃនេះខ្ញុំបានមកផ្សារ KC ជាន់ទី4បងប្អូនអរគុណច្រើនហើយថ្ងៃនេះខ្ញុំមានប្រធានបទមួយនិយាយអំពីការព្យាបាលសាច់ដុំដោយចលនាឈឺចាប់រ៉ាំរ៉ៃពិបាកធ្វើចលនានឹងអរគុណច្រើនបងប្អូនសូមបងប្អូនតាមដានស្ដាប់ជាមួយយើងខ្ញុំដូចតទៅបងប្អូនទី1បើបងប្អូនណាមានបញ្ហាឈឺស្មាបងប្អូនលើកដៃអត់រួចទេអញ្ចឹងរំខានការងារបងប្អូនរំខានការងារពិបាកលើកដៃគ្រាន់តែបិទលេវអាវក៏មិនបានកាន់ប៉ះអ្វីវត្ថុអ្វីក៏អត់កើតអញ្ចឹងនេះហើយជាបញ្ហារបស់បងប្អូនដែលឈឺរ៉ាំរ៉ៃបងប្អូនឈឺ1ឆ្នាំ2ឆ្នាំ3ឆ្នាំ4ឆ្នាំ5ឆ្នាំហ្នឹងហើយបងប្អូននេះបងប្អូនមានឈឺសាច់ដុំរ៉ាំរ៉ៃដូចខ្ញុំរៀបរាប់នេះបងប្អូនក៏ញាប់រស់រន់ឡើងបងប្អូនមកព្យាបាលជាមួយយើងខ្ញុំជាអ្នកឯកទេសដែលព្យាបាលសាច់ឈឺស្មានេះឲ្យបានឲ្យបងប្អូនជាបាន 100% បងប្អូនអញ្ចឹងខ្ញុំបងប្អូនណាដែលមានឈឺកជាប់កងាកឆ្វេងងាកស្ដាំអត់រួចបងប្អូនអញ្ចឹងបងប្អូនងាកទៅក្រោយទៅបវលដងខ្លួនទៅទាំងអស់បងប្អូនមានបញ្ហាបែបហ្នឹងទេបងបើមានបញ្ហារបៀបហ្នឹងបងប្អូននឹងមកជួបខ្ញុំរស់រាន់ឡើងបងប្អូនមកព្យាបាលដើម្បីកុំឲ្យបងប្អូនរំខានការងារបងប្អូនហើយវាមានបញ្ហាទៀតជាប់ឈឺកជាប់កនេះបណ្ដាលឲ្យបងប្អូនសបាងភ្នែកល្ងឹតភ្នែកបងហ្នឹងជាបញ្ហាសំខាន់ណាស់បងប្អូនអញ្ចឹងបងប្អូនរស់រាន់ឡើងមកជួបខ្ញុំជាអ្នកឯកទេសព្យាបាលជាប់ឈឺកជាប់កនេះបងប្អូនសបាងភ្នែកនេះអញ្ចឹងបន្តទៅទៀតបងប្អូនណាដែលមានបញ្ហាឈឺក្បាលរ៉ាំរ៉ៃឈឺយូរហើយមិនបាត់បងប្អូននេះជាបញ្ហាដែលបងប្អូនគៀបផ្សាយឆ្អឹងកងកទី6ទី7ដែលចន្លោះកងកណាទីប្រមាណនឹងបងប្អូនខ្ញុំព្យាបាលបាទដោះស្រាយបញ្ហាព្យាបាលបងប្អូននឹងបានជា 100% ផងដែរបងប្អូនអញ្ចឹងបងប្អូនណាដែលមានបញ្ហាឈឺចង្កេះឈឺតាគៀកបងប្អូនពិបាកធ្វើចលនាណារឿងហ្នឹងអញ្ចឹងជួបប្រទះច្រើនឃើញបងប្អូនខ្លះឈឺចង្កេះឈឺតាគៀកនេះបងប្អូនអញ្ចឹងបញ្ហាដល់តម្រងនោមសោយដល់កលៀនទេបងប្អូនបន្ទុកយូរតាមរាយយូរអញ្ចឹងបងប្អូនរស់រាន់ឡើងមកព្យាបាលជាមួយយើងខ្ញុំជាអ្នកឯកទេសព្យាបាលឈឺចង្កេះតាគៀកនេះបានប្រសើរឡើងបងប្អូនហ្នឹងហើយបងប្អូនអញ្ចឹងបងប្អូនណាដែលឈឺកជើងស្ពឹកបាតជើងនឹងក៏ខ្ញុំអាចជួយបានបញ្ហារបស់បងប្អូនដែរហើយបងប្អូនឈឺប្រអប់ជើងដើរមិនរួចរាប់ខែរាប់ឆ្នាំក៏ដោយបងប្អូនរ៉ាំរ៉ៃក៏ដោយបងប្អូនឲ្យមកជួបខ្ញុំដោះស្រាយបញ្ហាជូនបងប្អូនបានបងប្អូនហ្នឹងហើយបងប្អូនឈឺជង្គង់សន្លាក់ហ្នឹងបងប្អូនពិបាកបត់បែនពិបាកឡើងជាដើរពិបាកដើរផ្លូវឆ្ងាយឈឺជង្គង់កំភួនជើងហ្នឹងបងបើកំភួនជើងឈឺកំភួនជើងបងរមួលគេថារមួលកពើហ្នឹងបងហ្នឹងហើយកពើពិបាកណាស់ក៏ដេកកម្រើកតិចកបួលយើងពិបាកទ្រាំបងអានឹងហើយជាបញ្ហាបងប្អូនអញ្ចឹងរស់រាន់ឡើងបងមកជួបខ្ញុំជាអ្នកព្យាបាលសាច់ដុំឈឺរ៉ាំរ៉ៃដោយចលនានេះបងប្អូនហ្នឹងហើយអរគុណច្រើនហើយមួយទៀតយើងមើលទៅឃើញសបោណានៅទីពេទ្យនៅផ្ទះផ្សេងនៅកន្លែងផ្សេងខ្ញុំជួបប្រទះឃើញបងប្អូនដែលអ៊ំមីងពុកម៉ែបងប្អូនដែលមានកំពុងដែលឈឺស្លាប់មួយជំហានខ្លួនអានេះគេហៅថាឥឡូវនេះគេថាជំងឺនឹងពេញនិយមហ្មងសបោហ្មងជំងឺដាច់សរសៃឈាមខួរក្បាលនេះហ្មងទៅឲ្យ stroke ទៅឲ្យយើងស្លាប់មួយជំហានខ្លួនពិបាកធ្វើចលនាមួយជំហានខ្លួនបងអញ្ចឹងបងប្អូនណាដែលមានបញ្ហាឈឺដូចខ្ញុំរៀបរាប់ទាំង9ទាំង7ចំណុចនេះបងប្អូនរស់រាន់ឡើងមកជួបខ្ញុំបាទជាអ្នកឯកទេសព្យាបាលសាច់ដុំឈឺចាប់រ៉ាំរ៉ៃនេះពិបាកធ្វើចលនាបងនឹងអរគុណច្រើនបងប្អូនវីដេអូខ្ញុំក៏
មកដល់ទីបញ្ចប់ដែរបងប្អូនអញ្ចឹងអរគុណច្រើនបងប្អូនដែលតាមដានវីដេអូខ្ញុំតាំងពីដើមមកដល់ចប់ខ្ញុំសូមជូនពរឲ្យបងប្អូនជួបតែសេចក្តីសុខសាន្តរកទទួលទានមានបានគ្រប់ក្រុមគ្រួសារជម្រាបលាបងប្អូន